đôi với tha còn tại không bé đâu cứ nhung nông chất nhung cứ quạt chim rồi lo xongรับnhung cứ khlang phật mỏng tay nhung hiện tha tôi thàไปខ្លះអ្នកខ្លះឃើញយើងទៅសើមនុស្សដែលយើងស្រឡាញ់មនុស្សដែលល្អសម្រាប់យើងគាត់គិតថាឆេញមិនចូលចិត្តតែសម្រាប់យើងសម្រាប់ខ្លួនយើងផ្ទាល់គឺយើងពេលដែលបានជួបគាត់ដូចបានជួបទេវតាដើរដីចឹងមូលហេតុអីយើងនិយាយពីហ្នឹងដូចលើកដំកើពេកតែវារឿងពិតមើលដែលគិតថាមិនសប្បាយចិត្តមនុស្សដែលគិតអត់សប្បាយចិត្តអីចឹងណាពេលជួបគាត់ហើយគាត់តែងតែណែនាំនិយាយឲ្យយើងសប្បាយចិត្តនិយាយឲ្យយើងប្រឹងក្រោកឈរអញ្ចឹងណានិយាយទៅគឺបងល្អខ្លាំងសម្រស់ចិត្តធម៌គុណធម៌ពេលមើលខមមិនពីមុនអត់តបានលេងTikTokមើលខមមិនបងប្អូនដែលគាត់ខមមិនណាពេលខ្លះបងប្អូនអូថាទឹកភ្នែកដូចទឹកជ្រោះដូចទឹកជ្រោះមកហើយប្រៅអូយបងប្អូនតាគ្នាខ្ញុំឃើញខមមិនបងប្អូនរដូវធ្លាក់ខ្យល់នឹងបងស្រីគាត់ចង់ស្ដាប់អារដូវធ្លាក់ខ្យល់អាខ្យល់ធ្លាក់រដូវហ្នឹងតើបងប្អូនជួយ share ម្នាក់មួយឥឡូវសុំជួយ share ម្នាក់មួយណាមុនគេងអត់លឺចឹងអាឡូលឺកលែងរៀងមកវិញហើយណាអូនចានឹកដូចគ្នាបងនឹកដូចគ្នាមែននិយាយត្រូវចាធ្លាក់ចូលសែនក្បល់ក្នុងចិត្តអរាក្រៀមស្វិតខ្វះកូនណាននិតលោកបៃត្រកងកាលនៅក្នុងហាងបានជួបស្នេហ៍ស្នងអូនហើយនឹងបងសាងស្នេហ៍កម្រងចងវាសនានាងភួងក្បាលខ្មោចខ្លោចចិត្តគូអ្នកស្រែអណ្ដងខាងជើងខាងត្បូងសឹបសួរគ្នាថាហានមិនដាច់ស្នេហ៍យើងប្រែជាប្រឆាសន្សំទុកកាមិនដឹងយ៉ាងណាររាចោលវិញចំណោតស្នេហ៍អើយរកស្រាយមិនរួចដល់ចំណងគួចរួចស្រាយមិនចាញ់ខ្មោចហើទៅដុតហើយខ្មោចមកវិញចង់ចាំទៅម្នេញរលករលេងបាញ់កាយនេត្រាតើខំពីបងឬខំពីអូនឬមួយប្រស្ងួនធ្លាប់យល់ថាអូនជាស្រីសាវ៉ាបងខ្លាចថោកទាបមិនហ៊ានរៀបការតែអូនបដិញ្ញាក៏សាងចរិយាមិនអើយដូចមុនអរគុណសម្រាប់ការស្រឡាញ់អរគុណសម្រាប់និយាយទៅបាត់នេះសូមផ្ញើជូនបងស្រីលីដាជាពិសេសឲ្យផ្ញើហ្វេនដែលកំពុងស្ដាប់ទាំងអស់គ្នាផងដែរចំណោតស្នេហ៍អើយរកស្រាយមិនរួចដល់ចំណងគួចរួចស្រាយ
យមិនចាញ់ខ្មោចហើទៅដុតហើយខ្មោចមកវិញចុកចាំតម្នេញរលករលេងបែងការនេត្រាតើខំពីអូនឬខំពីអូនឬមួយប្រស្នួនធ្លាប់យល់ថាអូនជាស្រីសាវ៉ាបងខ្លាចថោកទាបមិនហ៊ានរៀបការតែអូនបដិញ្ញាក៏សាងចរិយាមិនអើយដូចមុន